បាទការរៀបរាប់របស់ខ្ញុំវីដេអូនេះគឺខ្ញុំអត់ដឹងថានិយាយពីអីនេះអញ្ចឹងមានតែពុកម៉ែបងប្អូនទាំងអស់បាទកាលណាបើខ្ញុំមិននិយាយនៅក្នុងវីដេអូនេះណាបាទអញ្ចឹងបើដាក់តែវីដេអូហើយគ្មានសំឡេងដែលយើងជាអ្នកថតនិយាយពីរឿងអីមួយបាទអញ្ចឹងវីដេអូនេះខ្ញុំចង់រៀបរាប់ប្រាប់បងប្អូនថាខ្ញុំថ្ងៃនេះមកថតនៅក្បែរមាត់ស្ទឹងបងប្អូនបាទដើរថតតាមក្បែរទឹកហូរតាមមាត់ស្ទឹងបាទមាត់ស្ទឹងនៅខេត្តបៃលិនណាបាទតែខ្ញុំអត់ចង់និយាយអីមិនដឹងនិយាយពាក្យបិចអីថាម៉េចទេព្រោះអីគាត់ថាមើលឃើញតែទេសភាពអញ្ចឹងអត់ដឹងការពណ៌នាអំពីអីតែខ្ញុំនឹកឃើញក្នុងចិត្តខ្ញុំថា YouTube អនាគតទៅបាទប្រហែលជា2ខែឬ3ខែទៅមុខទៀតវានឹងវីដេអូគ្រប់គ្នាបាទវីដេអូទាំងអស់គ្នាហ្នឹងបាទតាំងមកខ្ញុំមកគេហ្នឹងក៏ដោយ YouTube វានឹងអាចប្រើសំឡេងបាទប្រើសំឡេងដាក់ក្នុងវីដេអូរបស់យើងបាទកាលណាបើយើងនិយាយជាភាសាខ្មែរអញ្ចឹង YouTube វានឹងបកប្រែនៅតាមបណ្ដាគ្រប់ប្រទេសទាំងអស់បាទបើយើងដាក់នៅខ្មែរភាសាខ្មែរបាទយើងនិយាយខ្មែរយើងមើលដឹងថាភាសាខ្មែរតែនៅប្រទេសគេមើលវីដេអូយើងភាសាយើងវាអាចនឹងលោតជាអក្សរទៅនៅប្រទេសគេហ្នឹងបាទនេះជាអក្សររត់នៅក្នុងវីដេអូបាទប៉ុន្តែវីដេអូនេះខ្ញុំចង់និយាយរៀបរាប់ពីទេសភាពនៅតាមដងស្ទឹងឯងបាទតាមដងស្ទឹងព្រលឹមឡើងខ្ញុំឆ្លៀតមកក្បែរមាត់ស្ទឹងហ្នឹងហើយក៏ថតជាវីដេអូបាទហើយទេសភាពក៏វាមិនស្អាតអីប្រហែលដែរបាទមិនអីទេមើលតែព្រៃព្រៃសន្ទ្រានថាដើមតាមមាត់ស្ទឹងហ្នឹងហើយមានដើមឈើមានសបុកចាបបុកអីញ៉ៃតាមដងស្ទឹងអញ្ចឹងណាបងប្អូនហើយខ្ញុំមកនិយាយទៅគេតែនិយាយដឹងនិយាយថាមិនទៀតទេនេះបើមានតែទេសភាពហ្នឹងមានឲ្យបងប្អូនមើលតែទេសភាពទៅបាទបើថាផលដំណាំខ្ញុំចេះតែរៀបរាប់បានតែនេះខ្ញុំមិនដឹងធ្វើអីម្ដងទេបើនិយាយថាធ្វើមុខមហូបអីតល់ណាបងប្អូនអញ្ចឹងមានតែច្រាំប្រហុកម្ដងទេបើស្លរាល់ថ្ងៃហើយណាបាទស្លចម្លរាល់ថ្ងៃជូរប្រហើយូរចង់ប្រហុកម្ដងបាទអញ្ចឹងវីដេអូខ្ញុំរាល់ថ្ងៃវាលេងតែមានដំណាំនេះដំណាំនោះទៅសក់លហុងត្រប់ជែកអីចឹងទៅបាទហើយដល់ពេលឥឡូវរនឹកថតអីឡើងឃើញមកគល់ច័ន្ទគិរីហ្នឹងមួយដែរហើយទេសភាពតាមមាត់ស្ទឹងបងប្អូនបាទជាស្រ័យផងបាទថតទឹកហូរទឹកអីហ្នឹងទៅបាទមិនដឹងជាថតអីបាទបើយើងប្រើ AI បាទបានដូចគ្នាបងប្អូនបាទស្អាតជាងហ្នឹងទៀតប៉ុន្តែខ្ញុំអត់ចង់ប្រើទេបាទ channel ខ្ញុំមើលខ្ញុំប្រើ AI ហ្នឹងហើយប្រើ AI ប៉ុន្តែ AI វីដេអូក៏រកលុយបានដូចគ្នាដែរបងប្អូនបាទមិនចាំបាច់តែយើង original អីទេសំខាន់ថាយើងរៀបប្លង់វាត្រូវទេបាទអញ្ចឹងអានេះវីដេអូនេះវីដេអូ original ណាវីដេអូ sim មកណាហ្នឹងហើយអត់មានជាប់ copyright អីបានទេបាទវីដេអូនេះវាថតតែព្រៃមានជាប់ copyright មកពីណាទោះបីក្រុមហ៊ុន YouTube ត្រួតពិនិត្យមានរឿងអីដែលត្រូវជាប់បងប្អូននេះថតដើមត្រែងថតអីហ្នឹងហើយការពលនាខ្ញុំមានអីបើរៀបរាប់អំពីនេះពីនោះទៅអាហ្នឹងចេះតែពេលថតតែទឹកហូរឬដើមត្រែងអីចឹងហើយទេសភាពព្រៃភ្នំអែបមកស្ទឹងហ្នឹងទៅបាទកន្លែងដីដែលគេធ្លាប់ដាំដំណាំពីមុនមកអីចឹងបាទហ្នឹងហើយមានអីមានអញ្ចឹងហើយមើលបងប្អូនឃើញស្រាប់ហើយមានដើមត្រែងដើមអីហ្នឹងហើយហើយវីដេអូខ្ញុំនេះក៏មានតែប៉ុណ្្នឹងដែរបងប្អូនរៀបរាប់ទៅអត់ដែរឃើញតែដើមត្រែងហើយទឹកហូរហ្នឹងបាទហ្នឹងហើយបាទពីការកំសាន្តទៅចុះបាទអញ្ចឹងបងប្អូនពេញចិត្តមិនពេញចិត្តអីក៏
chui mưa chọc trong chọc đá đó là một ổn và thử bốn thừa chọc trong chọc đá mình bàn bốn là một ổn hay tu sanh video nó có trắng này bờ tu sanh mình tăng bị đá mình là hốt vào chọc mấy bàn mưa khơi còng mà nên còng à mình sẽ máu với bao là nắng khăm mấy nôm đó chết chú rồi ổn và nó mưa sẽ má mình đang thằng còng mà anh ấy mình hàng còng men sẽ máu vậy này anh ấy là chương của mùi mà cái video trong mình ấy thế bao đó mình là phần năng anh hay có con bò ôn bàn cho room tu sna video play tăng bị đau và đòi chọc nạp Phoenix nhóm bật video ấy bông ôn xong cho được đi chụp video coi tiệt bà ở con